យន្តហោះចម្បាំងអង់គ្លេសនឹងចូលរួមក្នុងបេសកកម្ម NATO ការពារដែនអាកាសប៉ូឡូញក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី16ខែកញ្ញាឆ្នាំ2025ថាយន្តហោះចម្បាំងរបស់អង់គ្លេសនឹងហោះហើរក្នុងបេសកកម្មការពារដែនអាកាសលើប្រទេសប៉ូឡូញដើម្បីទប់ទល់នឹងការគំរាមកំហែងពីលើអាកាសដោយប្រទេសរុស្ស៊ីរួមទាំងយន្តហោះគ្មានមនុស្សបាវប្រតិបត្តិការរួមគ្នារវាងសម្ព័ន្ធមិត្ត NATO នឹងចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះប្រធានអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងហៅកាត់ថា NATO លោក Mark Rutte បាននិយាយកាលពីថ្ងៃសុក្រថាសម្ព័ន្ធភាពនឹងពង្រឹងការការពារផ្នែកខាងកើតរបស់ខ្លួនបន្ទាប់ពីការចូលលុកលុយដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីគ្រឿងដែនអាកាសប៉ូឡូញរហូតបង្ខំឲ្យមានការបាញ់ទម្លាក់ហ្វូងយន្តហោះទាំងនេះក្នុងដែនអាកាសប៉ូឡូញដែលមិនធ្លាប់មាននោះទេតាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនប៉ុន្មានថ្ងៃក្រោយមកស្រាប់តែយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដដែលបានបំពានលើដែនអាកាសរបស់ប្រទេសដែលជាសមាជិក NATO មួយទៀតគឺរូម៉ានីតែមិនធ្ងន់ធ្ងរដូចនៅប៉ូឡូញទេដោយយន្តហោះទាំងនោះបានបកក្បាលត្រឡប់ចូលប្រទេសអ៊ុយក្រែនការបំពានដែនអាកាសលើប្រទេសសមាជិកអង្គការ NATO ទាំងពីរនេះបានកើតឡើងអំឡុងពេលដែលរុស្ស៊ីកំពុងតែបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអាកប្បកិរិយាមិនប្រុងប្រយ័ត្នរបស់រុស្ស៊ីគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអឺរ៉ុបនិងការបំពានច្បាប់អន្តរជាតិលោកបាននិយាយថាយន្តហោះមិនមែនគ្រាន់តែជាការបង្ហាញកម្លាំងនោះទេពួកវាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពានក៏ដូចជាការធានាសុវត្ថិភាពដែនអាកាសរបស់អង្គការ NATO និងការពារសន្តិសុខនិជាតិរបស់ចក្រភពអង់គ្លេសផងដែរបន្ថែមពីលើការចូលរួមក្នុងបេសកកម្មពង្រឹងដែនអាកាសប៉ូឡូញចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងឡុងដោយក្រសួងបាននិយាយថាការរំលោភបំពានដ៏ធ្ងន់ធ្ងរនឹងមិនធ្លាប់មានពីមុនមកលើដែនអាកាសប៉ូឡូញនៅ NATO ដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមិនអាចទទួលយកបានឡើយតកតងនឹងយន្តហោះគ្មានមនុស្សបើកហោះហើរចូលដែនអាកាសប៉ូឡូញកាលពីសប្តាហ៍មុនរុស្ស៊ីបានបដិសេធថាខ្លួនមិនបានកំណត់គោលដៅនៅក្នុងប្រទេសដែលមានព្រំប្រទានជាប់ប្រទេសអ៊ុយក្រែនឡើយសូមជម្រាបជូនដែរថាក្រៅពីអង់គ្លេសសម្ព័ន្ធមិត្តផ្សេងទៀតរួមទាំងបារាំងនិងអាល្លឺម៉ង់បាននិយាយរួចហើយថាពួកគេនឹងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញខណៈប្រទេសដាណឺម៉ាកក៏នឹងចូលរួមក្នុងប្រតិបត្តិការនេះដែរជម្រាបលា